ក្រៅពីការដោះសាច់សិមន់នៅនឹងប្រដាប់ភេទឬក៏នៅរោនគូតឬក៏នៅនឹងទ្វារមាសរបស់មនុស្សស្រីក៏អាចមានការដោះសាច់នៅតាមមាត់តាមកោមាត់តាមបបេមាត់ឬក៏ចេញពីតាមពងកដែរជាក់ស្ដែងទៅលើការកើតទៅលើដោះសាច់នឹងកន្លែងមាត់ឬតាមពងកហ្នឹងដោយសារតែបងបរោះឬក៏បងស្ត្រីគេប្រើប្រាស់មាត់សម្រាប់ក្នុងការរួមភេទអញ្ចឹងកាលណាដែលយើងនៅជាមួយនឹងដៃគូរបស់យើងដែលមានផ្ទុកកាមរោគសិមន់ហ្នឹងគឺវាអាចមានការដោះសាច់ចេញនៅកន្លែងហ្នឹងបានពីព្រោះអីប្រភេទ HPV នេះគឺជាមេរោគដែលវាមានផ្ទុកនៅក្នុងប្រព័ន្ធបន្តពូជក៏ដូចជាមានផ្ទុកនៅក្នុងឈាមឬក៏យើងកើតមានជំងឺនឹងហើយយើងនៅជាមួយគ្នាអត់បានការពារឬក៏យើងអត់បានព្យាបាលឲ្យបានត្រឹមត្រូវទេបងប្អូននឹងមានការឆ្លងជំងឺនឹង 100% តែម្ដងហើយសួរថានៅពេលដែលយើងកើតជំងឺកាមរោគសិមន់នេះតើយើងព្យាបាលទៅបាត់ 100% អត់តើជាមួយនឹងកាមរោគសិមន់នេះករណីព្យាបាលគឺអាចបាត់បើក្នុងករណីបងព្យាបាលឲ្យបានត្រឹមត្រូវបងនឹងបាត់ប៉ុន្តែបើក្នុងករណីបងអត់បានព្យាបាលឲ្យបានត្រឹមត្រូវទេបងអត់បានយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាពរបស់បងទេបងនៅប្រដៅឲ្យមានការដោះសាច់រាលដាលធំទៅឬក៏មានការដោះច្រើនជាងនឹងបងប្អូនអាចប្រឈមនឹងមានមេរោគនៅក្នុងក្រឹបឈាមរបស់បងមួយជីវិតតែម្ដងសូម្បីតែបងធ្វើការវាកាត់ហើយធ្វើការដិតហើយក៏បងនៅតែមានការដោះឡើងមកវិញដែរអញ្ចឹងកត្តាសំខាន់បើសិនជាបងប្អូនចង់ព្យាបាលឲ្យជំងឺនឹងអីជាតិដាច់តែម្ដងបងប្អូនត្រូវមើលថែទាំសុខភាពរបស់យើងឲ្យបានល្អគេឲ្យបានគ្រប់គ្រាន់ញ៉ាំអាហារដែលជំនួយដល់សុខភាពរបស់យើងឲ្យបានច្រើនចឹងកាលណាដែលសុខភាពរបស់យើងល្អយើងព្យាបាលទៀតយើងនឹងឆាប់ទទួលផលលឿន